Thìគ្នាថ្ងៃនេះអត់មានមកសម្រាប់រឿងជូនអ្នកទាំងអស់គ្នាទេហើយមួយយ៉ាងហ្នឹងគឺអត់មានវឹកខ្លះមែនតើបានជិះរឿងឲ្យ fan មកទេចេញសង្ឃឹមថា fan នឹងមិនអានចិត្តនឹង admin ចោលឥឡូវយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាអធិរាជរបស់យើងនឹងក៏បាននិយាយថាព្រះមហាក្សត្រយាននេះបានយាងទៅប្រាសាទហានដានដើម្បីអធិដ្ឋានសម្រាប់នគរខាងលិចអរិយាពេលជាច្រើនឆ្នាំហើយទ្រង់ក៏បាននិយាយទៀតថាស្នំសូរតែអមដំណើរព្រះមហាក្សត្រយាននេះជានិច្ចថ្ងៃស្អែកទ្រង់នឹងយាងត្រឡប់មករាជវាំងវិញហើយតួឯស្រីរបស់យើងនឹងក៏បានគិតក្នុងចិត្តថាស្នំសូរនឹងហើយជាស្នំសំណប់ចិត្តឪថោករបស់ខ្ញុំដោយសារនាងនឹងហើយម្ដាយធ្វើឲ្យបិតាខ្ញុំទទួលតពីការសហការជាមួយសត្រូវនិងអំពើក្បត់ជាតិហើយទោះស្រីរបស់យើងនឹងក៏បាននិយាយទៀតថាតួអាក្រក់នឹងបង្ហាញខ្លួននៅថ្ងៃស្អែកហើយខ្ញុំឆ្ងល់ណាស់ថាតើឪថោកនេះនឹងដាក់ទោសនេះឬអត់នោះអធិរាជរបស់យើងនឹងក៏បានបែរមុខត្រូវជឿជាឲ្យសួរជាថាមហូបអត់ត្រូវមាត់មែនជឿរបស់យើងនឹងក៏បានគិតក្នុងចិត្តថាឯងឡប់មែនទាំងបងប្រុសនៃបិតាខ្ញុំត្រូវជាប់ឈ្មោះជាជនក្បត់ជាតិហើយមានអារម្មណ៍លេបបាយចូលតាមណាតួប្រុសរបស់យើងក៏បាននិយាយថាមកចាស់បិតានាំទៅសួនវាំងដើម្បីមើលមេអំបៅតើល្អដែរទេជឿក៏បាននិយាយថាល្អបុតចង់ទៅចាប់មេអំបៅអធិរាជរបស់យើងនឹងក៏បានគិតក្នុងចិត្តថាក្មេងនៅតែជាក្មេងអធិរាជរបស់យើងក៏បាននាំជឿមកសួនខោរាជវាំងជឿក៏បានរត់ទិញចាប់មេអំបៅយ៉ាងសប្បាយរីករាយតែស្រាប់តែនាងឮសំឡេងអ្នកបម្រើពីរនាក់កំពុងនិយាយឯងមានឮថាព្រះមហាក្សត្រយាននេះនឹងស្នំសូរចិត្តត្រឡប់មករាជវាំងវិញហើយអាមាត្យម្នាក់ហ្នឹងក៏បាននិយាយថាមែនហើយខ្ញុំបានឮអំពីវានៅពេលដែលព្រះមហាក្សត្រយាននេះមកវិញស្នំលេងនៅព្រះអង្គម្ចាស់ទី18ដែលបានរួមដៃជាមួយសត្រូវការក្បត់ជាតិនឹងត្រូវខ្ចាត់ត្រឡប់ទៅដំណើរត្រជាក់វិញមិនខានទេអាមាត្យម្នាក់ហ្នឹងក៏បាននិយាយទៀតថាជានេះទៅទៀតស្នំសូរតែងតែទទួលបានការពេញចិត្តពីព្រះរាជាបើទ្រង់ត្រឡប់ទៅរាជវាំងវិញព្រះរាជាទ្រង់ច្បាស់ជាមិនដឹកគិតដល់ស្នំលេងនោះឡើយជារបស់យើងក៏បាននិយាយថាបុត្រធន់ហើយសុំទៅវិញមុនហើយតួប្រុសរបស់យើងក៏បាននិយាយថាកុំជឿពាក្យពួកគេអីទ្រង់ក៏នៅតែបន្តហៅជឿតែជឿមិនត្រឡប់មកវិញទេអធិរាជរបស់យើងក៏បាននិយាយថាលោកអាមាត្យទៅចាប់ពួកគេទាំងអស់នោះទៅទ្រង់ក៏បាននិយាយទៀតថាកាត់អណ្ដាតឲ្យឆ្កែស៊ីរួចវាយនឹងដំបងគេក៏កាត់មកដល់ថ្ងៃដែលព្រះមហាក្សត្រយាននេះយាងមកចូលរាជវាំងវិញជឿរបស់យើងនៅក៏និយាយទៅកាន់ស្នំលេងថាមេដាគិតថាព្រះមហាក្សត្រយាននេះជួយចិត្តពួកយើងដែរទេស្នំលេងក៏បាននិយាយទៅកាន់ជឿថាព្រះមហាក្សត្រយាននេះព្រះជន្មច្រើនហើយអារម្មណ៍អាចប្រែប្រួលតែទ្រង់ក៏ជាមនុស្សដែលអាចមានផ្ទៃពោះចំណេះរកឧបសគ្គទាំងអស់ដើម្បីជួយជីវិតទ្រង់ច្បាស់ជាយល់មិនខានទេរាជារបស់យើងក៏បាននិយាយថាជឿគាត់ឲ្យស្លាញ់ថ្នាក់នេះពេលមេដាឃើញច្បាស់ជាចូលចិត្តជឿដែរមិនខាននោះទេទោះស្រីរបស់យើងក៏បានស្រែកឡើងហើយនិយាយថាពេលនេះជឿលែងខ្លាចហើយអាមាត្យម្នាក់ក៏បានស្រែកឡើងថាស្វាគមន៍ព្រះមហាក្សត្រយាននេះយាងត្រឡប់មករាជវាំងវិញគេក៏បាននិយាយឃើញជើងមនុស្សម្នាក់នោះហើយជាព្រះមហាក្សត្រយាននេះព្រះមហេសីស្នំសូរដែលដើរអោបដំណើររបស់ទ្រង់ព្រះមហាក្សត្រយាននេះក៏បានគិតក្នុងចិត្តថាអធិរាជនេះមើលពីខាងក្រៅទៅដូចរឹងមាំណាស់តែក្នុងចិត្តដូចជាមិនសប្បាយចិត្តនៅពេលដែលយើងមិនបាននៅរាជវាំងសោះទ្រង់ក៏បាននិយាយទៀតថាមើលទៅដូចជាមានរឿងច្រើនណាស់ដែលបានកើតឡើងអធិរាជក៏បាននិយាយថាមេដាទីបំផុតទ្រង់ត្រឡប់មកវិញហើយsorry ផងគ្នាយើងអីភាគនេះគឺខ្លីខ្លះមែនតើចឹងសង្ឃឹមថាគ្នាយើងមិនប្រកាន់ដោយសារមានសម្លេងលោឡាខ្លះមែនតើតែយកផែតadminអាចនឹងចេញភាគតណា